Factor Cambodia ล้อมมกจูนชิปพิเศษโดยเอซิเจเปิดกำลังบากาหานุมานไหลกาโบเฟรนนันโดสมาคมเหมือนกัน X Factor Cambodia รายการที่ปีเย้ว้าวชีวิตสู้ปกไม้บอลต่างๆนี่นิ่งขยมชโมซูนแก้วนิตาให้ปัจจุบันนิ่งขยมคือจีดีเจให้ไงนี้คือปัจจุบันทำไมสำหรับนิ่งขยมเหมือนแต่ให้ยมมิน challenge สำหรับครูนไอ้คือยมมาประลองจมูกหนัง X Factor ให้ยมบานนมสำเร็จครูนไอ้นำใบไอ้บ้องตัวสเน็กจนต่างๆนี้บานสดับของใดพี่ฮาร์ดไอ้ที่การนี่สำหรับเจ็ดដាក់ពាក្យចូលរួមប្រឡងនៅក្នុងកម្មវិធី X Factor Cambodia ចាបងដោយសារតែខ្ញុំស្រឡាញ់វាក្នុងវិស័យនឹងដែរបងហើយខ្ញុំស្រឡាញ់តាំងពីក្មេងនិយាយទៅធំដឹងក្តីមកចិត្តរាំចិត្តជ្រៀងហើយសម្រាប់ខ្ញុំហើយថ្មី It's not easy សម្រាប់ខ្ញុំបង It's like sunflower ដែលដុះរីកផ្កាហើយងាកទៅរកព្រះអាទិត្យហើយតែងតែមានក្តីសង្ឃឹមនិងការជឿជាក់ជានិច្ចហើយប្រៀបបានដូចជាខ្ញុំជាមួយនឹង X Factor ផងដែរអញ្ចឹងច្បាស់ 100% ឡើងលើឆាកគិតថានឹងទទួលបានឬក៏លើពាក្យថា yes ពីគណៈកម្មការទាំង4អត់ខ្ញុំគិតថាបើតាមសមត្ថភាពខ្លួនឯងសម្រាប់ការជឿជាក់គឺអាចនឹងគិតថាគាត់នឹង yes បងអ្នក say yes អូខេអញ្ចឹងបងក៏ជូនពរអនិតាជោគជ័យទទួលបាន yes ទាំង4ពីគណៈកម្មការដូចគ្នាណាអរគុណអូនចាសូមអញ្ជើញជំរាបសួរនីតាជំរាបសួរបងអូយបងសុខផងអូជុំខ្លាំងម៉ាត់ខ្លាំងជាដៃគូពីអានេះយកថតលក្ខណៈនេះខ្ញុំចូលរួមជាមួយនឹងកម្មវិធី X Factor ពីព្រោះខ្ញុំចង់បង្ហាញពីសមត្ថភាពខ្លួនឯងក៏ដូចជាចង់បង្កើតភាពក្លាហានជូនខ្លួនឯងហើយក៏ចង់នាំជាមួយនឹងសម្លេងថ្មីមួយបែបជូនដល់បេះដូងទស្សនិកជនទាំងអស់គ្នាផងដែរជាសួរបងគណៈកម្មការទាំង4នាក់ជាសួរគ្នាកិត្តិយសដែលមានវត្តមាននៅ X Factor ទាំងអស់គ្នាផងដែរជំរាបសួរស្អាតសួរបងណែនាំខ្លួនតិចមកចាំបងខ្ញុំឈ្មោះសួនកែវនីតានីតាអាយុប៉ុន្មានហើយអាយុ23ឆ្នាំបងសប្តាហ៍ប្រកបរបរអីដែរអូនជា DJ បងវ៉ាវប្រកបរបរ DJ នេះរយៈពេលប៉ុន្មានឆ្នាំហើយនីតាខ្ញុំ3ឆ្នាំហើយបងអញ្ចឹងចាបងស្អាតចឹងមានសង្សារនៅមានប្តីទេបងអាយយតែស្អាតចឹងដឹងតែមានណាអូនណាចាបងអរគុណច្រើនហើយថ្ងៃនេះកត្តាអ្វីជំរុញទឹកចិត្តឲ្យយើងមកប្រឡងចម្រៀងចាបងដោយសារចង់បង្ហាញសមត្ថភាពក៏ដូចជាចង់បង្ហាញឲ្យអ្នកបូលីដែលគាត់ធ្លាប់បូលីខ្ញុំឃើញពីសមត្ថភាពខ្ញុំគ្រប់ hater ទាំងអស់មិនសិតតែមិនល្អសម្រាប់យើងទេព្រោះបើយើងស្វែងរកមនុស្សម្នាក់ដែលចាំមើលយើងពីក្បាលដល់ចុងជើងចាំរិះគន់នៅរាល់ចំណុចខ្វះខាតរបស់យើងត្រូវចំណាយលុយឲ្យប្រាក់ខែគាត់ប៉ុន្តែ hater យើងអត់បាច់មានប្រាក់ខែសម្រាប់គាត់ទេគឺគាត់បានមើលសពជ្រុងជ្រោយនៅរាល់ចំណុចខ្វះខាតរបស់យើងហើយយើងអាចតែស្វែងរកនៅចំណុចណាមួយដែលគាត់និយាយហើយយើងអាចមើលឃើញពីភាពខ្វះខាតរបស់ខ្លួនឯងអាចយកវាមកដោះខាត់និងកែលម្អខ្លួនយើងបានចាបងអរគុណបងចឹងល្អនៅពេលណាដែលអូនអាចប្រឹងប្រែងធ្វើឲ្យបានកាន់តែល្អយើងនឹងអាចគេហៅថានឹងទទួលបានពាក្យសរសើរបានច្រើនជាងការបង្អាប់ណាតែទោះជាយើងធ្វើល្អកម្រិតណាក៏មិនខ្វះដែរអ្នកមិនចូលចិត្តយើងណានៅតែមានសួរបន្តិចនៅពេលដែលយើងមានអាជីពដល់ទៅ2នៅក្នុងសិល្បៈតែមួយអញ្ចឹងណា DJ ផងអ្នកចម្រៀងផងអញ្ចឹងថ្ងៃខ្លះយើងច្រៀងចប់ព្រោះតែចាក់ភ្លេងនឹងធ្វើក៏មិនដែររៀបរាប់ពីអាជីពរបស់យើងតិចបានទេចាបងដោយសារខ្ញុំផ្អាកច្រៀងចំនួន3ឆ្នាំហើយបងមុខរបរជាអ្នកចម្រៀងប៉ុន្តែខ្ញុំមកចាប់មុខរបរជា DJ នេះបន្ទាប់ពីផ្អាកពីច្រៀងខ្ញុំមក DJ បងរៀនបានឆ្នាំហើយខាង DJ 3ឆ្នាំដូចគ្នា3ឆ្នាំហ្នឹងហើយប្រឡូកក្នុងវិស័យ DJ នេះបានឆ្នាំហើយ3ឆ្នាំដូចគ្នាអញ្ចឹងមានតែយើងរៀនបដាយើងចាក់បដាត្រូវគេអូនចាបងចា DJ ហើយនឹងច្រៀងនឹងមួយណាពិបាកជាងអូនខ្ញុំគិតថាច្រៀងរៀងពិបាកបងព្រោះយើងត្រូវប្រើសលេងកលៈច្រើនបងអញ្ចឹងតែក៏ត្រូវតែរៀនទៀតដែរមែនទេចាបងចាដល់ពេល DJ យើងរៀនចេះហើយយើងប្រើប្រាស់បានហ្មងណាចាបងចាក់តាមផាប់អញ្ចឹងដែលចាក់ថ្ងៃណាប៉ះមាន event មួយពួកបងអត់មានធ្លាប់អត់ចាបងខ្ញុំធ្លាប់ច្រៀងនៅផាប់
ពីកន្លែងខ្ញុំឃើញបងអោជូនកញ្ញានិងបងឆាន់សមរិទ្ធបងនៅបញ្ញរិទ្ធ អូខេ ហើយបងសុខលីនដូចគ្នា អូខេអូនអញ្ចឹងមានតែយើងអាសាប៉ះគ្នាដោយសារតែពីច្រើនតតែបង perform ចប់បានពួកអូនឡើងទៅលេងតាមក្រោយទៀតអរគុណច្រើននេះគឺជាការងារមួយដែលយើងស្រឡាញ់តែជាទេពកោសល្យដូចគ្នា កតារូបរាងគាត់ក៏ស្អាតសម្ដីសម្ដៅសម្លេងរបៀបរៀបចំជាអ្នកសិល្បៈហ្មងឥឡូវនៅតែចង់ស្ដាប់សម្លេងអូនមកមុខទៀតហើយបើសិនជាបានសម្លេងល្អទៀត complete តែម្ដងមានគ្រប់គ្រឿងណាចា ចុះការរៀបចំខ្លួនវិញអ្នកណាគេជាអ្នកផ្ដល់គំនិតនិងរៀបចំឲ្យ ចាបងស្វាមីរបស់ខ្ញុំ អញ្ចឹងគាត់ជាអ្នកកាត់ដេរដែរឬក៏គាត់អ្នករៀបចំ គាត់គាត់ប្រាប់យើងគាត់ណែនាំយើងទៅកន្លែងដែលកាត់ស្អាតបង អូចាចាំមានស្វាមីលើកទឹកចិត្តចឹងអត់មានការបារម្ភអីទេចង់ sexy ដល់ណាក៏អត់អីដែរណាចា លយអូន ស្អាតអត់ទេស្អាតមែនចា អូខេឥឡូវថ្ងៃនេះបកស្រាយបទចម្រៀងបែបណាដែរ ចាបងថ្ងៃហ្នឹងខ្ញុំបកស្រាយបទសន្តានបង សន្តានបង អត់ទេ សន្តានបងយ៉ាងម៉េច សន្តានបងឃើញគេភ្លាមសួរគេភ្លាម បកស្រាយ បងអធិស្ឋានបង ហាហាហាបកស្រាយបទអីគេដែរអូន ហាមិនមែនទេបង មិនមែនទេ បទសន្តានទេបង ហាហាហាឌីលបងឬក៏គ្រាន់តែជាចំណងជើងបទចម្រៀង ចាបង កុំគិតច្រើនពេកហាហាហា និយាយលេងទេអូខេឥឡូវបងចាំស្ដាប់នៅបទចម្រៀងនេះមានចំណងជើងថាសន្តានបង ចាបងចា ចាបទនេះគឺបទដែលបងចូលចិត្តទាំងស្ដាប់ទាំងចូលចិត្តច្រៀងលេងដែរ ចាបង អញ្ចឹងសង្ឃឹមថាបងអូនយប់នេះគឺនឹងធ្វើឲ្យបានល្អ ចាបងអរគុណ ចា ចាប់ផ្ដើមបានចិនដា អរគុណ ស្គាល់រំបងអានសប្តាហ៍គ្នាព្រមឲ្យជឿទាំងគ្នាឲ្យអូនខំពុះពៀទៅមុងចុងក្រោយអូនបានស្គាល់ត្រឹមទុំទុំថ្ងៃអនាគតក៏ចិត្តអូនមិនសុំនឹងថ្លៃអត់ពីបងអូនរៀនសោយរៀនធ្វើជាមនុស្សធំលែងសើយំបារម្ភដោយកាលកន្លងហើយចិត្តក៏បានធូរស្បើយហើយពេលដែលគ្មានបងអរគុណនួនអូនអរគុណដែលបងដោះលែមនុស្សដូចបងគឺជាមនុស្សប្រុសមិនចេះគ្រប់គ្រាន់ព្រោះបងមិនដែលសុំមិនដែលយល់ពីអារម្មណ៍ឈឺសាបងគិតពីមិត្តភាពស្រីនៅខាងក្រៅធំជាងសង្សារដែលខំស្មោះបងអោសន្តានមនុស្សក្បត់បញ្ចប់ឲ្យហើយកុំឡើយមកខួនឹងអូនរៀនរងដោយគ្មាននួនឡងក៏មិនសងជុំដងទៀតឡើយ You ready everybody Hey keep running bad but I know you bad អភ័យទោសផងជីវ៉ាស្ដាំនោះក្រក់បងមិនអាចកែបាន I got you know love គឺបងអាក្រក់ love but you wanna feel new sound ពេលវេលាមកភ្លេចចិត្តទៅថ្លៃវាមិនអដល់ជិះទៅមិនអាចយល់បងដឹងច្បាស់ចង់ឲ្យអូនជឿចាប់ Yeah feel that ទួយបាក់បែកអរគុណគ្រប់យ៉ាងដែលមិនដែលប្រាប់ Everything about me but you know that សន្តាប់នោះក្រក់ខ្ញុំមិនខ្លាចមនុស្សដូចបងគឺជាមនុស្សប្រុសមិនចេះគ្រប់គ្រាន់ព្រោះបងមិនដែលសុំមិនដែលយល់ពីអារម្មណ៍ឈឺផ្សាបងគិតពីមិត្តភាពស្រីនៅខាងក្រៅធំជាងសង្សារដែលខំស្មោះបងអោសន្តានមនុស្សក្បត់មិនឈប់ឲ្យហើយកុំឡើយមកខួនឹងអូនរៀនរងដោយគ្មាននួនឡងក៏មិនសងជុំដងទៀតឡើយអោសន្តានមនុស្សក្បត់បញ្ចប់ឲ្យហើយកុំឡើយមកខួនឹងអូន
អរគុណអូនបងមានអារម្មណ៍ថាដូចមើលការសម្ដែង concert ដូចតារាចម្រៀងអាជីពគាត់សម្ដែងអូនពោពេញទៅដោយធម៌ពល power អំណាចចេញពីខ្លួនឯងមកទាំងការចាប់ផ្ដើមលេងតួអង្គមួយកាមេរ៉ាហាក់ដូចជាអ្នកចម្រៀងអាជីពម្នាក់ដែលធ្លាប់សម្ដែងនៅលើឆាកអូខេយើងមានបទពិសោធន៍សម្រាប់ការងារមួយនេះច្រើនអញ្ចឹងទៅយើងថ្នឹកអញ្ចឹងបងសរសើរកន្លែងមួយហ្នឹង អូខេអូនអើយ ជឿសួរបង ចាជំរាបសួរអូនមានដឹងឯថាភាពស្អាតនិងការរៀបចំខ្លួនបានស្អាតជួយអីបានខ្លះ ចាបងខ្ញុំគិតថាសម្រស់ក៏ជាផ្នែកមួយដែលនៅពេលដែលយើងជួបមិត្តភ័ក្តិឬក៏យើងជួបអ្នកទឹមតែស្គាល់ក៏គាត់អាចវិនិច្ឆ័យតាមរយៈពីសម្លៀកបំពាក់ កលេចភ្លាមចា ចាបងចា តាក់ភ្នែក អរគុណ សម្រស់និងការរៀបចំខ្លួនបានស្អាតគឺជាភាពតាក់ទាញមួយដែលដើរចេញមកគឺមនុស្សចាប់អារម្មណ៍តែម្ដងគេអត់បានគិតឃើញអីគេឃើញពីរូបភាពសិនណាហើយមួយទៀតជួយខ្លួនឯងនៅពេលណាដែលយើងតែងខ្លួនស្អាតយើងមានអារម្មណ៍ថាយើងឆ្លុះកញ្ចក់ទៅឃើញខ្លួនឯងស្អាតគ្រាន់តែឈរច្រៀងក៏យើងមានអារម្មណ៍ថាយើងមានអារម្មណ៍ល្អក្នុងការដើរក្នុងការកាន់មីក្រូហ្វូនច្រៀងយើងមានជំនឿចិត្តតែម្ដង ចាបង ចានេះគឺជាចំណុចពិសេសនៃការរៀបចំខ្លួនបានស្អាតតែបទចម្រៀងមកបទនេះបងគ្រាន់តែស្ដាប់ចំណងជើងមិនបងមានអារម្មណ៍ថាតើព្យាយាមស្ដាប់មែនតើព្រោះដោយសារបទនេះយើងពិបាកមែនតើ ចាបង តិចនិចនៅក្នុងការច្រៀងច្រើនហើយតាំងពីចាប់ផ្ដើមរហូតដល់បញ្ចប់ដោយសារយើងមានរក្សាកន្លែង rap ទៀតអញ្ចឹងត្រូវ rap ផងត្រូវរ៉ាប់រងកន្លែងច្រៀងផងហើយនឹងកន្លែងកែ style មួយចំនួនប៉ុន្តែបងអូននៅមានចំណុចដែលអាចថាយើងធ្វើជាខ្លួនឯងបានច្រើនពួកបទហ្នឹងអាកន្លែងដែលខ្ពស់ហ្នឹងគឺគេមាន style របស់គេប្រចាំខ្លួនតែម្ដងតែយើងមិនចាំបាច់ទៅធ្វើតាម style ម្ចាស់ដើមទេតែក៏យើងមាន style របស់ខ្លួនឯងផ្ទាល់ខ្លួនដែរប៉ុន្តែបទនេះទាមទារច្រើនមែនតើហ្មងទាមទារកម្លាំងទាមទារសម្លេងណាចាប៉ុន្តែការរៀបចំខ្លួននិងភាព confident របស់បងអូននៅក្នុងការឈរច្រៀងបងចូលចិត្តអរគុណអូន អរគុណបង អរគុណអូន ជឿសួ ប រ ង បង ស្រឡាញ់ភាពរស់រវើកនិងការ confident របស់អូនគឺនៅលើឆាកមួយនេះគឺបង្ហាញចេញមកឲ្យឃើញច្បាស់ថាអូនអត់មានការភ័យខ្លាចអញ្ចឹងការច្រៀងការប្រកួតប្រជែងគឺខុសពីគេហៅថាការសម្ដែង entertainment ឲ្យទស្សនិកជនទស្សនាវាមានការខុសគ្នាអញ្ចឹងការប្រកួតប្រជែងគឺលម្អិតខ្លាំងណាស់ដូច្នេះយ៉ាងណាមិញការបង្ហាញចេញថ្ងៃនេះបងជូនពរឲ្យអូនទទួលបានលទ្ធផលល្អ អរគុណបងជឿសួរបង អរគុណអូនភាព confident ក្នុងការសម្ដែងតាមពិតជារឿងល្អបើបទពិសោធន៍បងផ្ទាល់ណាពេលខ្លះយើងហ៊ានសម្ដែងហ៊ានកាយវិការតែតតែយើងឆ្អិនបទហ្នឹងពីព្រោះពេលខ្លះគេហៅថាបានកាយវិការយោងបងអត់ចង់ឲ្យជាប់ដោយគេហៅអ្នកហ្នឹងបានកាយវិការយោងហ្នឹងបាន action លើឆាកប៉ុន្តែបងចង់ឲ្យទាំងព្រមហ្នឹងវាមានទាំងព្រម អូនបានឲ្យកាយវិការបានអីប៉ុន្តែគ្រាន់តែស្ទើរបច្ចេកទេសខ្លះៗហើយសំឡេងមានហើយប៉ុន្តែបើសិនជាមានឱកាសទៅបន្ទាប់អូនត្រូវព្យាយាមមែនតើក្នុងការហាត់បទចម្រៀងយើង confident ទាំងលើបច្ចេកទេសច្រៀងយើង confident ទាំងទៅលើកាយវិការមិញបើចំពោះការ perform អូនគឺ perfect ហ្មងតែនៅតែខ្វះខាតនៅចំណុចដែលថាបទនេះពិបាកបទនេះគឺពិបាកប៉ុន្តែអូនមានទុនសំឡេងហើយអរគុណច្រើនអូន អរគុណបង អរគុណអូន អរគុណបង ឥឡូវពេលនេះជាពេលមួយដែលបងទាំង4នាក់នឹងផ្ដល់លទ្ធផលមួយសម្រាប់អូន Yes អរគុណបង សម្រាប់បង No អរគុណបង សម្រាប់បងចង់ឃើញអូនអភិវឌ្ឍបន្ត Yes អរគុណបង Dậy lư yes 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 សម្រាប់បង Yes អរគុណបងអរគុណច្រើនបង អបអរសាទរអូនប្រឹងប្រែងបន្តទៀត អរគុណច្រើនបងអរគុណដែលផ្ដល់ឱកាសឲ្យបងអូនបងសង្កេតធ្វើឲ្យបានល្អបង ta là người ta là lên ta là lên ta là lên ta ở trong dưới X-Factor Cambodia រដូវកាលទី2